មកស្គាល់បាយផឹកមកកន្លែងទៀតនៅសៀមរាបពីណាគេដែលដើរលេងហើយងើបយឺតខ្ជិលងើបឯហ្នឹងណាគឺអាចរើបាននៅកន្លែងគាត់នេះគឺបើកដល់ល្ងាចហ្មងមានតាំងពីបាយបឋមហើយជាមួយនឹងកាហ្វេនៅខាងគាត់ហ្នឹងក៏ឆ្ងាញ់ដែររបៀបដូចជាកាហ្វេរកោញ៉ាំមួយចាខ្វៃអីអញ្ចឹងបាទតម្លៃវិញធូរទេមួយចា5000អីទេហើយបាទកាហ្វេហ្នឹងគឺមួយកែវ4000បាទណាគេចង់បានអាកាហ្វេដាក់ថង់អីហ្នឹងក៏មានទៀតគឺមួយថង់តែ2500ទេសម្រាប់ទីតាំងវិញគឺនៅសៀមរាបហ្នឹងឯងនៅលើផ្លូវ27ហ្នឹងមកហាងបកហ្នឹងគឺឈ្មោះអាម៉ាអាចបាយតាម Google Map ក៏បានដែរសម្រាប់ម៉ោងបើកវិញគឺបើកចាប់ពីម៉ោង7ព្រឹកដល់ម៉ោង9យប់ខ្ញុំបង្ហាញនេះហ្នឹងគឺជាមនុស្សនៅខាងគាត់ហ្នឹងគឺមានច្រើនមែនតើចង់បានបាយក៏មានបបរក៏មាននំកញ្ឆាយក៏មានដែរសូម្បីតែនំខ្មែរនេះក៏មានដែរនិយាយទៅគឺមានច្រើនហើយសំខាន់ទាំងអស់ហ្នឹងគឺគាត់ថាធ្វើខ្លួនឯងផ្ទាល់ទៀតទៅដល់ហ្នឹងខ្ញុំក៏បានកំងកាហ្វេមួយដែរអញ្ចឹងគឺជាកាហ្វេដកកោបន្ទាប់ពីកំងហើយអញ្ចឹងគឺគាត់ចាប់ផ្ដើមធ្វើអញ្ចឹងខ្ញុំបង្ហាញទាំងអស់ហ្នឹងហ្មងគឺគាត់មានលក់ទាំងបាទណាគេចង់រើទិញហ្នឹងគឺអាចរើបាននៅកន្លែងគាត់ហ្នឹងតែគ្រាន់តែខ្ញុំអត់បានសួរតម្លៃគាត់ទេហើយនេះគឺជាមនុស្សម្ហូបនៅខាងគាត់តម្លៃក៏ធូរទេគឺមួយចាន5000អីទេបាទកន្លែងអង្គុយនៅខាងគាត់ហ្នឹងគឺមានតែប៉ុណ្្នឹងទេទៅដល់ហ្នឹងខ្ញុំក៏បានកំងបាយបឋមមួយជាមួយនឹងកាហ្វេដកកោហើយអាចបន្ថែមជាមួយនឹងចាក់ខ្វៃដែរនិយាយទៅប្លែកមែនកាហ្វេដកកោនៅខាងគាត់ហ្នឹងគឺញ៉ាំមួយចាក់ខ្វៃហ្នឹងឆ្ងាញ់មួយយ៉ាងដែរតើបាទហូជាវិញគឺវ៉ាបដោយការយើងញ៉ាំនៅក្មេងអញ្ចឹងដែលថាតាមហាងកាទៀវរបស់គេមានកាហ្វេដកកោនេះគឺហូជាដូចគ្នាអញ្ចឹងហ្មងហើយគេក៏មានថែមតែកកដែរអញ្ចឹងហើយបន្តមកទៀតគឺជាបាយបឋមបាទហូជាវិញក៏ឆ្ងាញ់ប្លែកម្យ៉ាងដែរបាយនៅខាងគាត់ហ្នឹងសរុបមកបាទណាគេពងទៅហើកន្លែងញ៉ាំអីផឹកឡើងនៅសៀមរាបគឺអាចហើបាននៅកន្លែងគាត់ហ្នឹង